បន្តិចម្ដងហាក់បីដូចជាចេះតែទៅមុខហើយសម្រាប់ខ្ញុំព្រោះការចាប់ផ្ដើមដំបូងរករូបមិនឃើញប៉ុន្តែឥឡូវដូចជាក្រិនបើបន្តិចចេញជារូបចេញជារាងធ្វើបើតាវាមិនដកអត់ខ្ចោះប៉ុន្តែខ្ញុំចេះតែអភិវឌ្ឍជំនាញគូររូបនេះចេះទៅមុខខ្ញុំឃើញថាវាគូឲ្យចាប់អារម្មណ៍ពីព្រោះរាល់ពេលដែលខ្ញុំគូស្ដាប់ចម្រៀងបដាច្រៀងបដាហើយឃើញរូបតុក្កតាហ្នឹងទៅខ្ញុំមានអនុស្សាវរីយ៍កាន់តែច្រើនក្រៅពីអានសភៅខ្ញុំគិតថាខ្ញុំចូលចិត្តគូគំនូរដែរហើយវាធ្វើឲ្យអារម្មណ៍ខ្ញុំស្រស់ស្រាយជាងទៅកន្លែងមួយចំនួនខ្ញុំចាប់ផ្ដើមយកចិត្តទុកដាក់នឹងការគូក៏ដូចជាយកចិត្តទុកដាក់នឹងការធ្វើរឿងអីមួយដែលខ្ញុំតែងតែធ្វើកន្លងមកខ្ញុំគិតថារាល់ការចាប់ផ្ដើមធ្វើត្បិតតែវាមិនបានសមប្រកបដោយបំណងប៉ុន្តែបើសិនជាយើងធ្វើដដែលវានឹងសម្រេចនៅវត្ថុបំណងដែលយើងចង់បានដូចខ្ញុំគូររូបនេះជាដើមខ្ញុំមិនដែលសម័យថាខ្ញុំអាចមានលទ្ធភាពគូរូបមិនចេញទេប៉ុន្តែដល់ខ្ញុំចេះព្យាយាមហើយព្យាយាមទៀតបើលុបនឹងលុបប្រហែលដងប៉ុន្តែចុងក្រោយខ្ញុំនៅតែគូបានធ្វើត្បិតតែវាមិនស្អាតដូចអ្វីដែលខ្ញុំគិតក៏ប៉ុន្តែខ្ញុំមានអារម្មណ៍ថាវាពិតជាផ្ដល់មោទនភាពសម្រាប់ខ្ញុំដូចបងប្អូនឃើញទស្សនវិជ្ជាវាស្រស់ស្រាយស្បែកតែខ្ញុំចូលថតក៏ខ្ញុំមានអារម្មណ៍ថាវាល្អមែនទែនខ្ញុំអង្គុយស្ដាប់ចម្រៀងបណ្ដើអង្គុយមើលរូបតុក្កតាបណ្ដើញឹមបណ្ដើនេះបើសិនតែមានកាហ្វេមួយកែវនៅជិតទៀតល្អមែនទែនប៉ុន្តែខ្ញុំសង្ឃឹមថាថ្ងៃក្រោយនៅពេលដែលខ្ញុំគូរួចបងប្អូនអាចអញ្ជើញមកទស្សនាបាននេះរូបខ្ញុំពីបងប្អូនឃើញអរគុណសម្រាប់ការទស្សនា